វេនអនុវត្តគម្រោងការបូមស្លេកនៅកំពង់បតាមច្រមុះចឹងធ្វើការលាងដៃចឹងដល់នេះលាងដៃងាកមកម្ខាងមកណាធ្វើការលាងដៃរៀបចំស្ថានភាពអ្នកជំងឺក្នុងក្រាកន្សែងលើរូបអ្នកជំងឺសាកល្បងម៉ាស៊ីនបូមស្លេកជាមុនដើម្បីធានាថាម៉ាស៊ីនដំណើរការបានល្អចឹងយកម៉ាស៊ីនបូមស្លេកមកដាក់នៅលើកម្រាលឥដ្ឋជិតក្រែអ្នកជំងឺដល់ភ្លើងបើកសម្ងាត់ស្ដាប់សាកមើលពីការបើករបស់ម៉ាស៊ីនដោយយកចុងជយោដាក់ផ្លែត្រចៀកដាក់លើខ្នងដៃកំណត់សម្ពាធដែលត្រូវបូមមនុស្សពេញវ័យពី100ជាមធ្យមមនុស្សពេញវ័យពី100ដល់120មីលីម៉ែត្រ/រ៉តឬអាចផ្លាស់ប្ដូរទៅតាមសភាពជំងឺចឹងធ្វើការបិទកំណាក់វិញនៅពេលដែលម៉ាស៊ីនដំណើរការបានល្អធ្វើការលាងដៃពាក់ស្រោមដៃសេរីនិងសម្អាតមាត់ច្រមុះអ្នកជំងឺអញ្ចឹងធ្វើការលាងដៃសូមជំនួយការជួយហែកកញ្ចក់ស្រោមដៃសេរីពាក់ស្រោមដៃសេរីដោយរក្សាភាពស្តេរីលនៃស្រោមដៃអញ្ចឹងពេលដែលរៀបសម្ភារៈអូនណាអូនរៀបដូចខ្ញុំរៀបចឹងសូមមិនឲ្យដាក់សម្ភារៈទៅម្ខាងយើងយកមកកន្លែងម្ខាងសម្រាប់ពាក់ស្រោមដៃសេរីពាក់ស្រោមដៃដល់សូមជំនួយការជួយយកកញ្ចក់ស្រាមដៃសេរីចោលទៅក្នុងធុងសម្រាមសូមជំនួយការជួយបើកកញ្ចក់កុំព្យូទ័រស្តេរីលយកប៉ាំងអ៊ីនធឺមេឌៀចាប់កុំប្រេសស្តេរីលពីក្នុងកំបួរដាក់ទៅក្នុងកុំព្យូទ័រទី1ចាក់ទឹកសមុទ្រប្រៃចូលទៅក្នុងកុំព្យូទ័រទី2ចាក់ប្រេងរំអិលចូលទៅក្នុងកុំព្យូទ័រទី3តោះនេះឃើញខ្ញុំធ្វើឯងបានសេចក្តីថាដៃយើងមកសេរីស្រោមដៃជំនួយការចេះតែធ្វើទៅខាត់ពេលអត់ឲ្យខាត់ពេលអញ្ចឹងតទៀតណាអញ្ចឹងដៃខ្ញុំមកខ្ញុំប្រាប់ឲ្យណាដៃដែលស្តេរីលរបស់ខ្ញុំរក្សាដៃស្ដាំជាដៃស្តេរីលសម្អាតមាត់ច្រមុះអ្នកជំងឺដោយកុំប្រេះឲ្យបានស្អាតអញ្ចឹងខ្ញុំយកដៃស្តេរីលខ្ញុំចាប់កុំប្រេះហ្នឹងណាហើយយើងដាក់មកលើដៃមិនស្តេរីលកុំប្រេះទី1គឺយើងសម្អាតជាមួយប្រេះហើយកន្លែងណាហើយដៃស្តេរីលកុំលើកឲ្យខ្ពស់តិចសូមរាប់ថាពេលដែលពាក់ស្រោមដៃស្តេរីលហើយអត់ឲ្យដៃទម្លាក់ចូលក្រោមចេះទេណាត្រូវលើកឲ្យខ្ពស់សាគូពិនិត្យមើលច្រមុះអ្នកជំងឺក្រៃមានសម្ភារៈលាកផ្សេងសូមជំនួយបាទសង្គមហើយផ្សំដោយប្រុងប្រយ័ត្នកុំឲ្យប៉ះចុងសុងអញ្ចឹងសូមជំនួយការជួយហែកកញ្ចក់សុងចាប់យកសុងដោយប្រុងប្រយ័ត្នដោយរក្សាភាពស្តេរីលនៃចុងសុងជាប់សុងទៅនឹងទយោប៊ុំស្លេះដោយរក្សាភាពស្តេរីលនៃចុងសុងអញ្ចឹងធ្វើការជាប់សុងដោយប្រុងប្រយ័ត្នដោយកុំឲ្យចុងសុងប៉ះជាមួយនឹងវត្ថុផ្សេងរក្សាដៃម្ខាងឲ្យនៅស្តេរីលជានិច្ចសូមជំនួយការជួយតាក់កុំតាក់កំណត់ប្រវែងសុងដែលត្រូវសោកនិងផ្សើមចុងសុងដោយប្រេងរំអិលចឹងធ្វើការកំណត់ប្រវែងសុងប្រហែល15សង់ទីម៉ែត្រហើយធ្វើការកាន់ទុកចំណាំដោយម្រាមដៃយកចុងសុងទៅជ្រលក់នៅក្នុងកុំព្យូទ័រដែលមានប្រេងរំអិលស្តេរីលសោកសុងតាមរុនច្រមុះអ្នកជំងឺដោយគ្មានសម្ពាធខ្យល់បើកចឹងធ្វើការបើកសុបាសោកសុងតាមរុនច្រមុះអ្នកជំងឺខ្នងដោយរក្សាភាពស្តេរីលរហូតដល់កន្លែងទុកចំណាំបើកបូមស្លេះដោយកង្វល់ខុសតិចនិងដកខុសក្រោយបន្តិចម្ដងរហូតដល់ផុតចុងសុងចឹងធ្វើការបិទសុបាដើម្បីឲ្យម៉ាស៊ីនបូមស្លេះបង្វិលសុំតិចៗនិងដកថយក្រោយបន្តិចម្ដងរហូតដល់ផុតចុងសុងមើលដៃខ្ញុំបើកឲ្យខ្ញុំបលែងវិញបើកលាងជំរះសុងជាមួយនឹងទឹកសេរ៉ូមប្រៃអញ្ចឹងធ្វើការជូតសម្អាតសុងផ្នែកខាងក្រៅជាមួយនឹងកុំប្រេសស្តេរីលដោយគ្មានសម្ពាធខ្យល់បើកយកចុងសុងទៅជ្រលក់នៅក្នុងកុំព្យូទ័រដែលមានទឹកសេរ៉ូមប្រៃហើយធ្វើការបើកលាងជំរះបូមស្លេះច្រមុះម្ខាងទៀតដោយអនុវត្តដូចលើកមុនអញ្ចឹងធ្វើការកំណ
ត់ប្រវែងសុងដែលត្រូវសើហើយផ្សាំចុងសុងជាមួយនឹងប្រេងលំហិលសើបសុងតាមរុនជំងឺអ្នកជំងឺដោយគ្មានសម្ពាធចោលទៅបង្វិលសុងតិចតិចនិងដកថយក្រោយបន្តិចម្ដងបើរោមស្លេះដោយបង្វិលសុងតិចតិចនិងដកថយក្រោយបន្តិចម្ដងរហូតដល់ផុតចុងសុងពិនិត្យរោគភាពស្រឡះនៃផ្លូវដង្ហើមនិងធ្វើការបូមម្ដងទៀតប្រសិនបើមានវត្តមានស្លេះនៅក្នុងបំពង់កចឹងធ្វើការពិនិត្យមើលចំណុចពិនិត្យរោគមើលស្លេះនៅក្នុងចំណុចអ្នកជំងឺត្រូវទៀមប្រទាស្ដាប់អ្នកជំងឺដើម្បីរកមើលសម្លេងស្លេះនៅក្នុងបំពង់កធ្វើការបាច់សុំនិងដោះស្រោមដៃចឹងធ្វើការកាន់សុំដោយប្រុងប្រយ័ត្នកុំឲ្យប៉ះនឹងខ្លួនឬក៏វត្ថុផ្សេងសុំជំនួយការជួយបិទបង្កាត់ធ្វើការបាច់សុំដោយឈ្មោះសុំទៅនៅក្នុងស្រោមដៃដោះស្រោមដៃដោយឈ្មោះសុំទៅនៅក្នុងស្រោមដៃហើយធ្វើការចោលទៅក្នុងធុងសម្រាមហើយធ្វើការលាបដៃ